Bàថ្ងៃđâyមានiPhone 11 Pro Max ម្ដងទៀតហើយដែលភ្ញៀវយកមកឲ្យជាងឆែកមើលឲ្យbàគាត់ថាប្រើសុកគឺរលត់មិនដឹងថាមូលហេតុអ្វីគាត់យកសាក់ថ្មអីក៏សាក់មិនចូលមិនចេញដែរបាទហើយនេះដែរយកមកដល់ដៃជាងអីគឺជាងឆែកមើលឃើញថាវាមានបញ្ហាទៅលើកង់ដុងពីរគ្រាប់ក្បែរ hard disk ឃើញថាវាឆេះខ្លោចតែម្ដងនេះគឺកង់ដុងពីរគ្រាប់នេះដែលធ្វើឲ្យម៉ាស៊ីនយើងបញ្ហាដែលមិនដំណើរការបាទនេះដែរយើងក៏បានឆ្កឹះកង់ដុងពីរគ្រាប់នឹងចេញដែរបាទហើយឥឡូវនេះយើងមកបើកតេស្តម៉ាស៊ីនយើងក្រោយពីការជួសជុលយើងមកតេស្តម៉ាស៊ីនយើងថាវាដំណើរការឡើងវិញហើយគឺវាអត់មានបញ្ហាអីទេហើយក៏អរគុណបងដែលទុកចិត្តមកខាងបងអូនដែលយកមកឲ្យបងអូនជួសជុលដល់កន្លែងបាទគឺម៉ាស៊ីនយើងគឺដំណើរការបាទគឺដើរធម្មតាឥឡូវនេះយើងមកដាក់អេក្រង់តេស្តតែម្ដងបាទឥឡូវនេះគឺចេញដល់កម្មវិធីហើយបាទគឺអូខេវិញហើយភ្ញៀវក៏សប្បាយចិត្តដែរបាទឃើញទូរស័ព្ទគាត់ដឹងខ្លួនឡើងវិញបាទហើយក៏អរគុណបងប្អូនដែលមានបញ្ហាទូរស័ព្ទផ្សេងៗអាចទាក់ទងមកបានបាទអរគុណ